បន្តហើយយើងក៏បានកាត់មកដល់បច្ចុប្បន្នកាលតែពេលនេះឌីយ៉ាគឺកំពុងតែនិយាយប្រាប់រឿងរ៉ាវទាំងអស់ទីទៅកាន់អៃសើឲ្យបានដឹងនាងក៏បានរៀបរាប់ថា Cherry គឺជាមនុស្សម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងមន្ត្រីជាន់ខ្ពស់ជាច្រើននៅក្នុងសាធារណរដ្ឋដូច្នេះការស្លាប់របស់គេបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងធ្វើឲ្យ Frederick ប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតដើម្បីជួយនឹងទាញផលប្រយោជន៍ពី Frederick ភាគីម្ខាងទៀតបានប្រើប្រាស់ទំនាក់ទំនងជាមួយអនុរដ្ឋមន្ត្រីដើម្បីរៀបចំសិទ្ធិជ្រកកោនរំដោះខ្លួនគេចេញពីសាធារណរដ្ឋជាការដោះដូរសម្រាប់ការជួយសង្គ្រោះជីវិត Frederick តែត្រូវបំពេញភារកិច្ចដោយចូលទៅចិត្តអ្នកនាង Serena ខណៈពេលដែល Serena ក៏កំពុងស្វែងរកមនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិដូចជា Frederick ដែរដោយសារតែមានចំនួនផ្ទៃក្នុងធ្វើឲ្យផែនការចូលទៅចិត្តនាងទទួលបានជោគជ័យយ៉ាងរលូនមិត្តភ័ក្តិរបស់ Frederick បានកំពុងតែខិតខំបញ្ចុះបញ្ចូលដើម្បីឲ្យ Frederick ទទួលយកសំណើពីក្រុមសម្ងាត់មួយដើម្បីរត់ភៀសខ្លួនចេញពីគ្រោះថ្នាក់ហើយភាគីក្រុមសម្ងាត់នោះបានផ្ដល់ប្រាក់កក់ជាច្រើនយ៉ាងសន្ធឹកសន្ធាប់និងធានាសិទ្ធិជ្រកកោននៅក្នុងប្រជាណាចក្រភារកិច្ចនោះគឺត្រូវធ្វើជាអង្គរៈផ្ទាល់ខ្លួនឲ្យស្ត្រីជាន់ខ្ពស់ម្នាក់ដែលមានឈ្មោះថា Serena ដើម្បីលួចយកវត្ថុមួយចេញពីភូមិគ្រឹះនោះជាការដោះដូរនឹងសេរីភាពរួមទាំងទ្រព្យសម្បត្តិពេលដែលមិត្តរបស់គាត់ព្យាយាមបញ្ចុះបញ្ចូលនោះ Frederick មានការខ្ពើមរអើមនិងមិនទុកចិត្តលើក្រុមដែលមកជួលគេនោះទេដោយគាត់យល់ថាពួកនោះមិនខុសពីក្រុមរបស់ Cherry នោះឡើយដែលប្រើប្រាស់ជើងសារនិងចង់បញ្ជូនគេឲ្យទៅធ្វើជាចារកម្មប៉ុន្តែមិត្តរបស់ Frederick បានលើកយកឪពុកម្ដាយនិងរឿងរ៉ាវដែលបានកើតឡើងលើលីសមកនិយាយដើម្បីដាស់តឿន Frederick កុំឲ្យបោះបង់ជីវិតចោលដោយសារតែមនុស្សដូចជា Cherry នេះបន្ទាប់ពីត្រូវបានមិត្តភ័ក្តិអង្វរកនិងរំលឹកពីរឿងគ្រួសារមក Frederick ក៏បានសុខចិត្តចាកចេញទៅប្រជាណាចក្រដោយគាត់ទៅទាំងភាពខកចិត្តហើយនឹងគំនុំនៅក្នុងចិត្តរបស់គាត់យ៉ាងពេញទ្រូងដំបូងឡើយពេលដែល Frederick បានចូលទៅកាន់ភូមិគ្រឹះរបស់ Serenity គាត់ធ្លាប់គិតថា Serena ប្រហែលជាមនុស្សស្រីពឹកពុលឬមានចិត្តអាក្រក់ដូចជាពួកអភិជនផ្សេងទៀតហើយគាត់គ្រាន់តែចង់ធ្វើបេសកកម្មមួយនេះឲ្យឆាប់ចប់រួចចាកចេញឲ្យលឿនតែប៉ុណ្ណោះប៉ុន្តែនៅពេលដែល Frederick បានបាត់ទ្វារចូលទៅគេបែរជាឃើញ Serena អង្គុយរួញខ្លួនតែម្នាក់ឯងនៅក្នុងបន្ទប់ងងឹតជាមួយនឹងកែវភ្នែកទទេស្អាតដូចជាកូនឆ្មាត្រូវគេបោះបង់ចោលឲ្យស្លាប់តែម្នាក់ឯងផ្ទុយពីការគិតរបស់ Frederick ការប្រឈមមុខគ្នានេះបានធ្វើឲ្យ Frederick មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយទេក៏បានណែនាំខ្លួនជាផ្លូវការទៅកាន់ Serena អំឡុងពេលដែលគេបាននៅក្បែរ Serena នោះ Frederick ទទួលបានអារម្មណ៍ថាសម្ដីរបស់ Serena មិនមែនជាល្បិចកលអាក្រក់អ្វីឡើយប៉ុន្តែជាការសុំជំនួយនិងអង្វរករចេញពីចិត្តស្មោះអារម្មណ៍អកតេនិងការរំពឹងទុកអាក្រក់ទាំងអស់របស់គេទៅលើខ្លួនរបស់នាងត្រូវបានរំសាយបាត់ទាំងអស់ Serena បានបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយនិងបបួល Frederick ទៅមើលព្រឺធ្លាក់ភាពស្រស់ស្អាតនិងស្នាមញញឹមរបស់នាងបានធ្វើឲ្យ Frederick រំជួលចិត្តនិងទទួលស្គាល់ថានេះហើយជាចំណុចចាប់ផ្ដើមនៃសេចក្តីស្រឡាញ់របស់គេចំពោះ Serena បន្ទាប់ហើយយើងក៏កាប់មកកម្មបច្ចុប្បន្នវិញពេលនេះ Serena បានអានសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់ Liz ចប់ដែលសៀវភៅកំណត់ហេតុនេះ Victor គឺជាអ្នកនាំយកមកឲ្យ Serena ដោយផ្ទាល់ដៃហើយ Frederick ជឿជាក់យ៉ាង 100% ថានេះគឺពិតជាកំណត់ហេតុរបស់បងស្រីខ្លួនឈ្មោះ Reese Pittman ខ្លឹមសារក្នុងកំណត់ហេតុបានលាតត្រដាងពីការពិតដ៏ខ្មៅងងឹតនៅពីក្រោយការស្លាប់របស់គ្រួសារនាង Serena រន្ធត់ចិត្តញាប់ញ័រយំសោកយ៉ាងខ្លាំងរួចក៏បានសួរទៅកាន់ Frederick ឲ្យនិយាយអ្វីមួយប៉ុន្តែ Frederick បានត្រឹមឈរស្ងៀមពេលនោះរូបភាពនៃការចងចាំចាស់អំពីគ្រួសាររបស់ Serena រួមទាំងពាក្យសម្ដីទន់ភ្លន់របស់ម្ដាយនាងបានធ្វើឲ្យ Serena ពិបាកទទួលយកការពិតដ៏ជូរចត់នេះណាស់ Serena ក៏បានសួរថាតើមានរឿងអីកើតឡើងចំពោះ Liz ពេលនោះ Frederick ក៏បាននិយាយថាគឺនាងបានស្លាប់នៅថ្ងៃដែលនាងបានសរសេរកំណត់ហេតុចុងក្រោយនៅពេលដែលបានឮបែបនេះធ្វើឲ្យ Serena ទន់ជង្គង់នាងក៏បានដួលចុះ Frederick ក៏បានទៅត្រកងនាង Frederick ខ្ញុំមិនដែលមានបំណងចង់និយាយពាក្យនេះទៅកាន់លោកទេប៉ុន្តែខ្ញុំគិតថាពួកយើងគួរតែមិនចាំបាច់ជួបមុខគ្នាទៀតទេខ្ញុំសង្ឃឹមថាខ្ញុំនឹងមិនបានឃើញមុខលោកម្ដងទៀតឡើយទេខ្ញុំសង្ឃឹមថាពួកយើងនឹងមិនជួបគ្នាអស់មួយជីវិតហើយខ្ញុំក៏សង្ឃឹមថាពួកយើងមិនចាំបាច់ស្គាល់គ្នាហើយលោកក៏មិនចាំបាច់ស្គាល់ខ្ញុំ Frederick ពួកយើងមិនគួរដើរកាត់ព្រឹសមួយក៏ជួបគ្នានៅក្នុងជីវិតនេះឡើយការពិតពីធ្ងន់ធ្ងរពេកកំពុងតែសង្កត់ទៅលើទ្រូងរបស់ខ្ញុំ
ស្ទើរតែដកដង្ហើមមិនរួចវាហាក់ដូចជាខ្ញុំត្រូវបានគេទាញទម្លាក់ត្រឡប់ទៅកាន់ថ្ងៃដែលខ្ញុំមានអាយុ17ឆ្នាំថ្ងៃដែលពេលវេលាត្រូវបានឈប់បង្វិលខ្ញុំមានអារម្មណ៍ថាខ្ញុំបាត់បង់អ្វីគ្រប់យ៉ាងម្ដងទៀតហើយបន្ទាប់ពីជួបរឿងប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរពេលនេះសេរីណាបានចាក់សោខ្លួនឯងមិនព្រមទទួលភ្ញៀវឬមួយក៏ជួបឯណាម្នាក់ឡើយសូម្បីតែក្រុមគ្រូពេទ្យផ្ទាល់ខ្លួនរបស់អ្នកនាងសេរីណាក៏មិនអោយចូលជួបតាអ្នកនាងសេរីណាមិនព្រមហូបបាយហូបទឹកនិងបដិសេធការព្យាបាលទាំងអស់ដែលធ្វើឲ្យមនុស្សគ្រប់គ្នាកំពុងតែព្រួយបារម្ភពីសុខភាពរបស់នាងយ៉ាងខ្លាំងនិយាយទៅដល់សវនាការពិសេសចិត្តមកដល់ហើយប៉ុន្តែវាមិនអាចចាប់ផ្ដើមបានទេប្រសិនបើគ្មានវត្តមានឬការប្រកាសពីអ្នកនាងសេរីណាទោះបីជាមានមនុស្សម្នាក់ដែលមានអំណាចអាចជំនួសនាងបានគឺសំដៅទៅលើលោកយាយរបស់នាងដែលកំពុងតែគេងនៅលើគ្រែនោះក៏គាត់ជាមនុស្សដែលស្ថិតនៅក្នុងស្ថានភាពមិនអាចជួយបានដូចគ្នាចំណែកឯសវនាការមិនអាចលើកពេលបានជាដាច់ខាតដោយសារតែភាគីលោកនាយករដ្ឋមន្ត្រីចង់ឲ្យសវនាការនោះត្រូវលុបចោលឬមួយក៏បញ្ចប់ទៅទាំងស្រុងដើម្បីទាញយកផលប្រយោជន៍នយោបាយប្រសិនបើសេរីណាមិនអាចឡើងតុលាការបានក្តីនេះសេរីណានឹងត្រូវចាញ់ព្រាតយ៉ាងខ្លាំងក្រុមមេធាវីនិងអ្នកច្បាប់ឆ្ងល់យ៉ាងខ្លាំងថាហេតុអីបានជាសេរីណាបដូរផ្លូវចិត្តភ្លាមទាំងដែលមុននេះនាងខិតខំខ្លាំងណាស់ប៉ុន្តែអៃសឺមិនបានតបតអ្វីទាំងអស់ហើយបានប្រាប់ទៅពួកគេឲ្យចាក់ចេញទៅវិញដោយភាពស្ងប់ស្ងាត់និងធន់ចិត្តមេធាវីបានបញ្ជាក់ប្រាប់ទៅអៃសឺថាសាក្សីផុសតាំងនិងឯកសារទាំងអស់សម្រាប់សវនាការគឺបានរៀបចំរួចរាល់ 100% ហើយពួកគេគ្រាន់តែរងចាំមើលស្ថានភាពនិងក្តីសង្ឃឹមថាសវនាការអាចប្រព្រឹត្តទៅបានយ៉ាងរលូនតែប៉ុណ្ណោះបន្ទាប់ពីក្រុមមេធាវីបានចាក់ចេញទៅអៃសឺមានអារម្មណ៍តានតឹងយ៉ាងខ្លាំងគេបានគិតក្នុងចិត្តថារឿងរ៉ាវអាក្រក់នេះកើតបានចំពេលដែលអាក្រក់បំផុតហើយគេក៏ចាប់ផ្ដើមភ្ជាប់តម្រុយថាមូលហេតុដែលសេរីណាបិទបេះដូងវិចាក់សោខ្លួនឯងបែបនេះប្រហែលពាក់ព័ន្ធនឹងសម្ដីរបស់ឌីយ៉ាដែលបានប្រាប់គេកាលពីមុនគឺតាក់ទងជាមួយនឹងកំណត់ហេតុរបស់នេះសេរីណាទើបតែចាប់ផ្ដើមរៀនប្រឈមមុខនិងជំរះនៅអតីតកាលដើម្បីឲ្យនាងរស់ដោយខ្លួនឯងប៉ុន្តែប្រសិនបើនាងដឹងថាអតីតកាលដែលនាងគិតថាជាគ្រោះថ្នាក់ចៃដន្យនោះគឺជាការរៀបចំទុកដោយនរណាម្នាក់ដែលនាងស្គាល់នាងច្បាស់ជាមិនអាចទ្រាំទ្របានជាដាច់ខាតសវនាការនេះត្រូវបានបង្កើតឡើងដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់លោកប្រធានហារ៉ានៅក្រុមការងាររបស់គាត់វាជាឱកាសតែមួយគត់ក្នុងការផ្ដួលរំលំនាយករដ្ឋមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងបទល្មើសរបស់ Victor ឲ្យចោះចេញពីតំណែងប្រសិនបើសេរីណាមិនអាចឡើងតុលាការបានដោយសារតែការបាក់ទឹកចិត្តភាគីផ្ទុយគ្នានឹងឆក់ឱកាសនេះដើម្បីបំផ្លាញសវនាការហើយសេរីណានឹងត្រូវជាប់ឃុំឃាំងអស់មួយជីវិតសេរីណាបានបាត់បង់ឆន្ទៈក្នុងការរស់នៅធ្វើឲ្យស្ថានភាពបច្ចុប្បន្នមានគ្រោះថ្នាក់យ៉ាងខ្លាំងអៃសឺបានរៀបចំផែនការត្រូវដើរនោះក៏បានបរាជ័យហើយដើម្បីការពារសេរីណាកុំឲ្យរឿងរ៉ាវកាន់តែអាក្រក់អៃសឺត្រូវតែជ្រើសរើសជំរើសបន្ទាប់ទោះបីជាគេមិនចង់យ៉ាងណាក៏ដោយជំរើសនោះគឺការទៅបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីអៃសឺមានសភាពនឿយហត់យ៉ាងខ្លាំងភ្នែកឡើងក្រហមប៉ុន្តែគេនៅតែបញ្ជាឲ្យជំនួយការទៅតាក់ទងជាមួយនឹង Justin ដើម្បីរៀបចំជំនួបពិភាក្សាជាបន្ទាន់នៅឯមន្ទីរឃុំឃាំងរបស់ Selena ឯនេះវិញគឺមានគ្រូពេទ្យថ្មីពីរនាក់ដែលមានឈ្មោះថា Juliet ដែលអ្នកគ្រូពេទ្យនោះគឺត្រូវបានបន្លំខ្លួនដោយ Dia បានសុំជំនួយនេះពីលោកស្រី Message ដើម្បីចូលទៅជួប Selena នៅឯមន្ទីរឃុំឃាំងលោកស្រី Message នេះគាត់យល់ព្រមសម្រួលឲ្យចូលព្រោះតែអ្នកជំនាញ Selena មិនព្រមទទួលយកការព្យាបាលនិងលេបថ្នាំទាល់តែសោះប្រសិនបើគ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលនាងឲ្យផឹកថ្នាំនៅថ្ងៃនេះបានទេជីវិតរបស់ Selena នឹងធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបន្ទាប់ហើយ Dia ក៏បានបន្លប់ខ្លួនធ្វើជាអ្នកគ្រូពេទ្យដើម្បីដើរទៅចូលក្នុងបន្ទប់របស់ Selena ប៉ុន្តែនៅពេលដែលនាងបានចូលទៅដល់គឺមិនឃើញ Selena នៅលើគ្រែរបស់នាងឡើយពេលនោះ Dia បានឮសំឡេងបែកកែវចេញពីក្នុងបន្ទប់ទឹកហើយក៏បានបញ្ញាប់រត់ទៅមើលក៏ឃើញថា Selena កំពុងតែឈរនៅមុខកញ្ចក់ដោយមានបំណែកថូផ្កានៅពេញឥដ្ឋហើយជើងទទេរបស់នាងប្រហែលជាត្រូវមុតដោយអំបែងកែវហូរឈាមពេញពេលនោះ Selena មានការភ្ញាក់ផ្អើលដោយឃើញថា Dia បានចូលមកដល់ក្នុងបន្ទប់របស់នាងក៏បានសួរថាហេតុអីបានជានាងចូលមកទីនេះបាន Dia បានព្យាយាមប្រាប់ឲ្យ Selena ឈរឲ្យស្ងៀមនិងហុចដៃមកដើម្បីជួយសង្គ្រោះនាងចេញពីអំបែងកញ្ចក់ទាំងអស់នេះ Selena បានផ្ទុះកំហឹងយ៉ាងខ្លាំងទៅលើ Dia ដោយសារតែ Dia បានលួចអានកំណត់ហេតុរបស់ Liz ហើយបានដឹងរឿងរ៉ាវនេះទាំងអស់ហើយនឹងធ្លាប់ចំអកឡក់លើយ
និយាយបញ្ចែកបញ្ចើទៅកាន់សេឡេណាផងដែរសេឡេណានាងក៏បាននិយាយថាឌីយ៉ានេះធ្លាប់បានប្រើប្រាស់រឿងរ៉ាវអតីតកាលការស្លាប់មនុស្សជាទីស្រឡាញ់របស់ Frederick មកគំរាមកំហែងគាត់រហូតតតែ Frederick តច្រកហើយសេឡេណាក៏បានបន្តទៀតថាទង្វើដែលដេញគៀបមនុស្សម្នាក់បែបនេះហើយនឹងការចាក់រុករបួសចាស់ដោយពឹងពលបែបនេះគឺជាទង្វើអាក្រក់និងគ្មានវិចារណញ្ញាណជាមនុស្សឡើយសេឡេណាក៏បានចោទសួរនិងលាតត្រដាងបំណងពិតប្រាកដរបស់ឌីយ៉ាដោយដឹងថាស្នាមញញឹមនឹងការចូលមកចិត្តកន្លងមកគឺដើម្បីបំបែកបំបាច់នាងពីអៃសើបំផ្លាញគ្រួសារនាងនិងរហូតដល់ចង់ឲ្យនាងស្លាប់ខណៈពេលនោះឌីយ៉ាបានព្យាយាមហុចដៃដោយសារតែឃើញសេឡេណាឈរនៅលើអំបែកកញ្ចក់សេឡេណាក៏បានបដិសេធយ៉ាងដាច់ខាតនិងចោទសួរថាតើឌីយ៉ាមានសិទ្ធិអ្វីមកធ្វើជាបារម្ភនិងហុចដៃឲ្យនាងនោះដោយសារតែភាពឈឺចាប់និងទឹកភ្នែករបស់សេឡេណាបានបញ្ជាឲ្យឌីយ៉ាចាក់ចេញពីបន្ទប់របស់នាងឲ្យឆាប់ព្រមទាំងគម្រាមថានឹងស្រែកឲ្យគេដេញនាងចេញបើសិនជាឌីយ៉ានៅតែមិនព្រមចាក់ចេញទៀតពេលនោះឌីយ៉ាព្រមទទួលស្គាល់ដោយត្រង់ថាខ្លួនទឹកជាអាក្រក់និងគ្មានភាពអៀនខ្មាស់មែនហើយឌីយ៉ាក៏ធ្វើជានិយាយឌឺទៅកាន់សេឡេណាថាតើនាងមានផែនការអ្វីទៀតក្រៅពីបោះបង់ការឡើងសវនាការនិងរត់ពួនចូលក្រោមភួយនោះពេលនោះឌីយ៉ាបានចាប់ដៃសេឡេណាយ៉ាងណែនខណៈពេលដែលសេឡេណាព្យាយាមរើបំរាស់និងស្រែកឲ្យលែងឌីយ៉ាដឹងច្បាស់ថាសេឡេណាកំពុងតែស្ថិតក្នុងស្ថានភាពទន់ខ្សោយខ្លាំងជើងមានរបួសមុតកញ្ចក់ទើបឌីយ៉ាបោះសម្ដីឌឺដងនិងបំពេញដោយប្រាប់ឲ្យសេឡេណាស្រែកហៅគេជួយបើមានសមត្ថភាពអាចស្រែកបាននោះបន្ទាប់ហើយឌីយ៉ាក៏បានព្យាយាមពន្យល់និងដាស់ស្មារតីសេឡេណាថាការដែល Victor មានចេតនាបកគោលកំណត់ហេតុនេះមកគឺដើម្បីបំផ្លាញស្មារតីរបស់នាងមិនឲ្យឡើងតតាំងនៅក្នុងតុលាការបានប្រសិនបើនាងដួលរលំនៅពេលនេះមានតែធ្វើឲ្យបកពួករបស់ Victor និងនាយករដ្ឋមន្ត្រីសម្រេចគោលបំណងអាក្រក់របស់ពួកគេតែប៉ុណ្ណោះសេឡេណាក៏បានតថានាងមិនដែលចង់បោះបង់ការឡើងសវនាការទេពេលនោះឌីយ៉ាបានប្រើពាក្យសម្ដីធ្ងន់ៗដើម្បីដាស់តឿននៅបានបបួលសេឡេណាឲ្យប្រែក្លាយកំផឹងជាកម្លាំងដើម្បីទៅប្រឈមមុខនឹងទះកំភ្លៀងសត្រូវជំនួសឲ្យការឈរអស់សង្ឃឹមដោយសាកសពនៅទីនេះសេឡេណាបានសង្ស័យលើចេតនារបស់ឌីយ៉ាហើយគិតថាការបារម្ភទាំងនោះគ្រាន់តែជាការបោកប្រាស់ឬជាការធ្វើពុតល្អតែប៉ុណ្ណោះនាងព្យាយាមដេញនិងស្រែកសួរដោយកំហឹងទាំងដង្ហើមស្ទើរតែដកមិនដល់គ្នាផងនៅពេលសេឡេណារៀបនឹងដួលសន្លប់ឌីយ៉ាបានចូលទៅចាប់គ្រានាងហើយទើបដឹងថាសេឡេណាគឺកំពុងតែក្តៅខ្លួនខ្លាំងឌីយ៉ាមានការភ្ញាក់ផ្អើលនិងបារម្ភយ៉ាងខ្លាំងថាតើសេឡេណាអាចទ្រាំទ្រនឹងកម្ដៅក្តៅខ្លួនខ្លាំងបែបនេះបានដោយរបៀបណាមុនពេលដែលនាងដួលសន្លប់បែបនេះសេឡេណាត្រូវបានជួយសង្គ្រោះទាន់ពេលវេលាខណៈដែលនាងមានរបួសជើងនិងក្តៅខ្លួនខ្លាំងស្ទើរតែបាត់បង់ជីវិតគិលានុថាយិកាអាចបញ្ចប់ថ្នាំនាងបានដោយសារតែនាងកំពុងតែសន្លប់និងវង្វេងវង្វាន់ប៉ុន្តែបារម្ភថាលើកក្រោយនឹងមិនអាចធ្វើបែបនេះបានទៀតទេគ្រូពេទ្យចាស់បានពន្យល់ថាសេឡេណាមិនព្រមញ៉ាំថ្នាំព្រោះនាងកំពុងស្ថិតនៅក្នុងកន្លែងឃុំឃាំងនិងមិនទុកចិត្តថ្នាំដែលគេហុចឲ្យដោយមនុស្សប្លែកមុខម្យ៉ាងទៀតដោយសារតែនាងធ្លាប់មានគ្រូពេទ្យផ្ទាល់ខ្លួនមើលថែតាំងពីតូចនិងមានចរិតប្រុងប្រយ័ត្នខ្ពស់មិនងាយឲ្យអ្នកណាប៉ះពាល់បានឡើយមានការនឹកឃើញដល់អតីតកាលដែលបានជួបសេឡេណាដំបូងទោះបីជាចូលទៅចិត្តនាងដោយសារតែគោលបំណងឬមួយក៏ផែនការលាក់បាំងអ្វីក៏ដោយប៉ុន្តែនៅពេលបានចំណាយពេលជាមួយគ្នាទើបដឹងថាចំណងចំណូលចិត្តដូចគ្នាហើយលួចគិតថាបើជួបគ្នាក្នុងកលៈទេសៈផ្សេងប្រហែលជាល្អជាងនេះគឺជាអារម្មណ៍ដែលឌីយ៉ាកំពុងតែគិតគ្រូពេទ្យបានបញ្ជាក់ថាថ្នាំបញ្ចុះកម្ដៅជួយបានតែមួយផ្លែតប៉ុណ្ណោះហើយរាងកាយសេឡេណាខ្សោយខ្លាំងស្រាប់ដោយសារការឃុំឃាំងដូច្នេះនាងមិនអាចទ្រាំទ្របានយូរទេគ្រូពេទ្យបានស្នើសុំឲ្យមើលសេឡេណាខណៈគាត់យកទឹកនិងថ្នាំបន្ថែមគ្រូពេទ្យឈ្មោះថាមេសេសមកពីការិយាល័យនាយករដ្ឋមន្ត្រីបានមកដល់ហើយប្រាប់ថានាយករដ្ឋមន្ត្រីកំពុងតែកោះហៅគ្រូពេទ្យតើខ្លួនរបស់សេឡេណាឲ្យមកជួបជាបន្ទាន់ឌីយ៉ាបានសម្លឹងមើលសេឡេណាដែលកំពុងតែគេសន្លប់ហើយនឹកឃើញដល់ពាក្យសម្ដីប្រដៅរបស់សេឡេណានាពេលកន្លងមកនាងទទួលស្គាល់ថាសេឡេណានិយាយត្រូវហើយប្រសិនបើស្ថានភាពខុសពីនេះពួកនាងប្រហែលជាអាចក្លាយទៅជាមិត្តជិតស្និទ្ធឬមួយក៏ដូចជាបងស្រីបង្កើតឌីយ៉ាយល់ឃើញថាគ្មាននរណាម្នាក់ខុសនោះទេ
ប៉ុន្តែនាងសោកស្ដាយដែលកាលពីមុននាងរវល់តែភ័យខ្លាចនឹងរត់គេចពេលនេះនាងបានសម្រេចចិត្តថាឈប់រត់គេចខ្លួនទៀតហើយឌីយ៉ាដឹងខ្លួនថាខ្លួនឯងគ្មានសិទ្ធិមកសុំទោសតែមាត់ទទេនោះទេប៉ុន្តែនាងបានសន្យានៅចំពោះមុខសេរណាថាប្រសិនបើមានឱកាសនាងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីសងជំងឺចិត្តដល់សេរណាហើយនឹងអៃសើវិញដែលនេះជាពាក្យសុំទោសចុងក្រោយចេញពីចិត្តរបស់នាងសាច់រឿងបានផ្លាស់ប្ដូរមកកាន់មុនថ្ងៃត្រូវឡើងតុលាការនីលដែលជាមេការចាស់ប្រចាំតកូលក្រៃអិនបានមករាយការណ៍ប្រាប់អៃសើថា Justin បានស្លាប់បាត់បង់ជីវិតថៃដោយសារតែគេប្រទះឃើញដួលសន្លប់នៅក្នុងបន្ទប់ Victor បានចេញបញ្ជាឲ្យលាក់បាំងដំណឹងមរណភាពរបស់ Justin មិនឲ្យនរណាម្នាក់ក្រៅពីនេះបានដឹងឡើយ Icer បានវិភាគថាបើទោះបីជា Justin មានអាយុច្រើនប៉ុន្តែសុខភាពរបស់គាត់មាំមួនល្អគ្មានសញ្ញាឈឺថ្កាត់ណាមួយឡើយដូច្នេះការស្លាប់ភ្លាមៗនេះគឺមានការសង្ស័យយ៉ាងខ្លាំងអាចជាអំពើឃាតកម្មយ៉ាងអាតកំបាំងចំណែកការលាក់បាំងព័ត៌មានរបស់ Victor គឺជាយុទ្ធសាស្ត្រដើម្បីទិញពេលនិងទប់ស្កាត់ភាពពិតវល់នៅក្នុងផ្ទៃក្នុង Icer មានការសង្ស័យយ៉ាងខ្លាំងលើការស្លាប់របស់ Justin ចា Justin នឹងគឺជាឈ្មោះឪពុករបស់គាត់និងបានចោទសួរទៅ Neil ដែលជាមេការចាស់ដល់តថាការរាយការណ៍អំពីការស្លាប់របស់ឪពុកខ្លួនមានការលាក់បាំងឬមួយក៏កុហកដែរទេ Neil ទទួលស្គាល់ភាពស្មោះត្រង់របស់ខ្លួនចំពោះតកូលក្រៃអិនប៉ុន្តែបានបដិសេធមិនព្រមទម្លាយព័ត៌មានបន្ថែមឡើយដោយពោលពាក្យសុំទោសទៅកាន់អ្នកប្រុស Icer ដោយដឹងថា Neil ជាមនុស្សស្មោះត្រង់ជាមួយនឹងឪពុកខ្លួនរហូតមក Justin ក៏បាននឹកឃើញដល់ជំនួយចុងក្រោយរវាងរូបគេហើយនឹងឪពុកនៅក្នុងបន្ទប់ Victor ដែលឪពុកធ្លាប់បាននិយាយថាសុខចិត្តលះបង់ជីវិតដើម្បីកំទេច Victor Icer ក៏បានបដូរវិធីសួរសំណួរដោយសួរទៅ Neil ថាតើ Victor បានដឹងពីផែនការរបស់ឪពុកខ្ញុំតែសុខចិត្តភ្នាល់ដោយដាក់ជីវិតដើម្បីប្រឈមមុខជាមួយនឹងគេដែរទេពេលនោះ Neil ដែលជាមេការចាស់នឹងបានទទួលស្គាល់ថា Victor ពិតជាបានដឹងពីផែនការរបស់លោកម្ចាស់មែនធ្វើឲ្យ Icer ចោទសួរចំបន្តទៀតថាតើ Victor គឺជាអ្នកសម្លាប់ប៉ារបស់ខ្ញុំមែនដែរទេខណៈពេលដែលកំពុងតែសួរដេញដោលយ៉ាងតានតឹងនោះស្រាប់តែអ្នកបម្រើស្រីនាងបានរត់ចូលមកទាំងត្រហេបត្រហប់ដោយនិយាយថាអ្នកប្រុស Icer មានដំណឹងបន្ទាន់ពីរាជវាំងដែលនិយាយអំពីស្ថានភាពរបស់អ្នកនាង Selena បានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរភ្លាមធ្វើឲ្យ Icer ភ្ញាក់ផ្អើលនិងត្រូវបង្ខំចិត្តផ្អាកកិច្ចសន្ទនារវាងគាត់ហើយនឹង Neil ជាបណ្ដោះអាសន្នដោយសារស្ថានភាពសុខភាពរបស់ Selena ធ្លាក់ចុះខ្លាំងនៅក្នុងបន្ទប់ឃុំឃាំងក្រុមគ្រូពេទ្យរាជវាំងមិនអាចព្យាបាលបាននាយករដ្ឋមន្ត្រីក៏បានសម្រេចចិត្តអនុញ្ញាតជាពិសេសឲ្យផ្ទេរនាងមកព្យាបាលនៅភូមិគ្រឹះវិញជាបណ្ដោះអាសន្នទោះបីជាការព្យាបាលនៅដល់ផ្ទះក៏ដោយក៏នាងមិនទាន់រួចផុតពីបទចោទប្រកាន់ដែរព្រះរាជវាំងបានចាត់កងទាហានឲ្យមកឈរជើងការពារនិងឃ្លាំមើលយ៉ាងតឹងរ៉ឹងនៅក្នុងភូមិគ្រឹះហើយនៅពេលដែលសុខភាពជាសះស្បើយនាងត្រូវតែត្រឡប់ទៅកាន់បន្ទប់ឃុំឃាំងវិញក្រុមគ្រូពេទ្យបានពិនិត្យឃើញថា Selena មានអាការៈធ្ងន់ធ្ងរការដកដង្ហើមមិនប្រក្រតីហើយថែមទាំងត្រូវបានគេបោះបង់ចោលមិនមើលថែអស់ពេលជាយូរធ្វើឲ្យពួកគាត់ត្រូវប្រញាប់សង្គ្រោះបន្ទាន់លោក Icer មានការព្រួយបារម្ភនិងខឹងសម្បារយ៉ាងខ្លាំងចំពោះស្ថានភាពរបស់ Selena មន្ត្រីម្នាក់ដែលបានចូលមកឃាត់ Icer ហើយសុំនិយាយជាមួយនឹងគ្នានៅខាងក្រៅដើម្បីនាំសារសម្ដែងការសោកស្ដាយពីនាយករដ្ឋមន្ត្រីប៉ុន្តែ Icer ក៏បានស្ទុះទៅចាប់កមន្ត្រីរូបនោះទាំងកំហឹងចាអញ្ចឹងរឿងរបស់យើងក៏ដល់ពេលវេលាត្រូវបញ្ចប់ហើយបើសិនជាប្រិយមិត្តចង់ដឹងថាការនាំសាររបស់នាយករដ្ឋមន្ត្រីនោះមានន័យយ៉ាងណានោះកុំភ្លេចរងចាំតាមដានភាគបន្តទាំងអស់គ្នាហើយកុំភ្លេចជួយចុច Subscribe Admin ផងណាអរគុណ